ឥឡូវនេះខ្ញុំបានមកដល់ហើយបងប្អូនទាំងអស់គ្នាកន្លែងជីទូកមើលថ្ងៃលិចដែលគេកំពុងតែល្បីនៅខាងទួលសកលបែកខាងតន្ត្រីឬគេនិយាយថាសបាយមានមនុស្សច្រើនកកមកលេងមិនស្មានបានមកឃើញផ្ទាល់ទេឥឡូវនេះបានមកលេងផ្ទាល់បានមកជីទូកផ្ទាល់មានអារម្មណ៍ថាវ៉ាវរំភើបអល់តិចសបាយតិចអូយហើយសំឡេងទូកលឺឆ្វេងឆ្វាយទៅវិញទៅមកអស់ពីមកគ្រួសារចូលមកគ្រួសារអស់ពីមកក្រុមចូលមកក្រុមវិលជុំគ្មានសម្រាប់ទេបងប្អូនហើយបងប្អូនដែលចង់មកលេងគឺអាចមកលេងបានទីតាំងយើងគឺនៅខាងបែកខាងទន្លេក្រៅម៉ងបងប្អូនដែលមានចម្ងាយប្រហែលជា15ទៅ16គីឡូម៉ែត្រចុះពីសាលាស្រុកម៉ងហើយផ្លូវក៏មិនលំបាកប្រហែលដែរបងប្អូនគឺថាផ្លូវធ្វើដំណើរស្រួលទេប៉ុន្តែខ្ញុំមកមុនហ្នឹងខុសផ្លូវគឺថាប៊ីតែនឹងបកក្រោយដែរដោយសារផ្លូវគេធ្វើចាក់លូបាំងគៀនឡានយើងធំមកចង់រួចឥឡូវនេះគឺខ្ញុំបានមកដល់ហើយគាត់តែយើងមកដល់ភ្លាមអ្វីដែលយើងឮមុនគេគឺសំឡេងទូកបងប្អូនខ្ញុំជឿថាបងប្អូនដែលមកទីនេះភាគច្រើនគឺគោលបំណងដើម្បីជិះទូកកំសាន្តមើលថ្ងៃលិចមើលព្រៃព្រឹក្សាមើលធម្មជាតិមើលសត្វមើលអីជាដើមហើយនេះគឺជាបទពិសោធន៍ទី1ដែលខ្ញុំជិះទូកបងប្អូនគឺខ្ញុំមិនដែលជិះទូកទេប៉ុន្តែមកដល់ភ្លាមមានអារម្មណ៍ថាចង់មើលទឹកចង់មើលទេសភាពអញ្ចឹងក៏បានជិះទូកជាមួយគ្រួសារចូលទៅក្នុងទន្លេដើម្បីកំសាន្តមើលទេសភាពផ្សេងៗហើយបទពិសោធន៍ទី1នេះគឺខ្ញុំមានអារម្មណ៍ថាសប្បាយបន្តិចអបន្តិចរំភើបបន្តិចដោយសារតែយើងអត់ដែរជិះពីមុនមកទេទូកយើងធ្លាប់តែជិះឡានជិះម៉ូតូជិះអីផ្សេងប៉ុន្តែដល់ពេលយើងមកជិះទូកមានអារម្មណ៍ថាវារៀងឃ្លីងឃ្លោងផងហើយសប្បាយផងហើយទឹកគឺបែកខ្ចៅបងប្អូនគឺថាល្អមើលមែនទែនហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរមកដល់កណ្ដាលទន្លេបងប្អូនមិនទន្លេនេះមិនទន្លេបងប្អូនគឺថាវាដៃទន្លេទេប៉ុន្តែវាគឺជាទឹកដែលមកពីទន្លេដើមឈើយើងឃើញថាមានតែម្ដងទេបងប្អូនដោយសារទឹកវាឡើងអញ្ចឹងទៅអាដើមឈើទូចប្រហែលជាវាលិចទៅក្រោមអស់ហើយបន្ទាប់ពីយើងឡើងពីទឹកមកវិញគឺយើងមកធ្វើអីញ៉ាំជុំគ្នាជាមួយគ្រួសារគឺថាសប្បាយមែនទេបងប្អូនហើយយើងឃើញថាមកគ្រួសារមកក្រុមមកធីមគឺគាត់មកធ្វើការជួបជុំគ្នាហូបអីជុំគ្នាអញ្ចឹងទៅគឺថាសប្បាយមែនទេហើយទៅមកផ្លូវហ្នឹងមកជួរហ្នឹងវែងមកគេទៅឆ្ងាយដែរបងប្អូនគឺខ្ញុំមកឲ្យសារតែវារៀងជុំបន្តិចគឺខ្ញុំថតទៅវារៀងណយអត់សូវច្បាស់បើយើងមកពីភ្លឺគឺយើងថតទៅឃើញច្បាស់ស្អាតបងប្អូនហើយបងប្អូនដែលមានបំណងថាចង់ទៅដើរលេងសមុទ្រគឺថាអាចមកមើលទីនេះបានតាមពិតទៅកន្លែងនេះគឺមិនមានអីឲ្យចាស់ទេគាត់ថាយើងមានការច្នៃប្រឌិតការរៀបចំទៅក៏មានមនុស្សមកលេងមានការជួបជុំទៅជាសប្បាយទៅជារមណីយដ្ឋានមួយហើយអាចឲ្យអាជីវករគាត់អាចធ្វើការលក់ដូរប្រកបរបរអីបានតែខ្ញុំសង្ឃឹមថាកន្លែងនេះគឺនឹងដើម្បីបានយូរដើម្បីជួយទៅដល់បងប្អូនយើងក៏ធ្វើការលក់ដូរក៏ដូចជាការកំសាន្តផ្សេងៗបំបត្តិការអផ្សុកដើម្បីបន្ធូរអារម្មណ៍កំសាន្តអរគុណច្រើនបាយបាយ